ពេលនេះសូមមកជូនដំណឹងដល់បងប្អូនជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហូបសុពលភាពដោយសង្កេតឃើញថារយៈពេលមកចុងឆ្នាំ2024និងដើមឆ្នាំ2025នេះឃើញមានទិន្នន័យអត្តសញ្ញាណប័ណ្ណបងប្អូនប្រជាពលរដ្ឋដែលហូបសុពលភាពនឹងមានច្រើនអញ្ចឹងការសំណូមពររបស់ខ្ញុំនេះគឺសូមឲ្យបងប្អូនដែលមានអត្តសញ្ញាណប័ណ្ណជាខ្មែរនេះសូមឲ្យពិនិត្យមើលសុពលភាពនៅលើអត្តសញ្ញាណប័ណ្ណរបស់បងប្អូនទាំងអស់គ្នាបើសិនបើមានការហួសសុពលភាពសូមបងប្អូនរួសរាន់យកអត្តសញ្ញាណប័ណ្ណមកធ្វើនៅតាមស្ថានីយ៍អធិការដ្ឋានក្រុងស្រុកខណ្ឌឬប៉ុស្តិ៍រដ្ឋបាលឬក៏ការិយាល័យអត្តសញ្ញាណប័ណ្ណនៃស្នងការដ្ឋានរាជធានីខេត្តដែលបងប្អូននៅហើយធ្វើឲ្យបានមុនរយៈពេល180ថ្ងៃស្មើនឹង6ខែឬក៏មុនរយៈពេល90ថ្ងៃស្មើនឹង3ខែប៉ុន្តែបើសិនមកបងប្អូនមានអត្តសញ្ញាណប័ណ្ណពោះរយៈពេល1ឆ្នាំឬក៏កន្លះឆ្នាំក៏បងប្អូនអាចមកធ្វើបានដែរដោយបងប្អូនភ្ជាប់មកជាមួយនៅអត្តសញ្ញាណប័ណ្ណជាតិខ្មែរមួយសន្លឹកសម្បត្តិកំណើតនិងសភៅគ្រួសារហើយទៅជួបជាមួយនឹងមន្ត្រីជំនាញនៅតាមស្ថានីយ៍អធិការដ្ឋានក្រុងស្រុកការិយាល័យនៃស្នងការដ្ឋានរាជធានីខេត្តឬក៏នៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលដែលបងប្អូននៅ